សួស្តីអ្នកទាំងអស់គ្នាតោះយើងមកចាប់ផ្ដើមតសាច់រឿងរបស់យើងភាគទី12និងភាគ13ទាំងអស់គ្នាសាច់រឿងយើងកាត់មកដល់ពេលព្រឹកហើយបន្ទាប់ពីញ៉ាំថ្នាំញ៉ាំអីឥឡូវពេលព្រឹកមិញហើយទូឲ្យប្រុសគាត់ថាអត់ទាន់មានអ្នកណាក្រោកទេដោយសារតែឈឺទាំងអស់គ្នាតែចៃដន្យអីពេលដែលតួប្រុសចុះមកក្រោមគឺឃើញតួស្រីរបស់យើងកំពុងតែធ្វើម្ហូបតែម្ដងហើយតួស្រីរបស់យើងក៏សួរថាមិនក៏ភ្ញាក់លឿនម៉ែហើយតួប្រុសថាឲ្យវិញមិនក៏តួឯកស្រីយើងភ្ញាក់លឿនដែរហើយនៅឈឺសោះមិនក៏មិនព្រមគេងទៅតួឯកស្រីថាអត់អីទេគេញ៉ាំថ្នាំហើយគេជីគេអាចធ្វើម្ហូបអីបានហើយអញ្ចឹងណាតួឯកស្រីរបស់យើងក៏បានអរគុណតួប្រុសដែរដែលបានជួយមើលថែឲ្យថ្នាំគេញ៉ាំអញ្ចឹងណាបើសិនជាគ្មានតួប្រុសទេគេក៏មិនជាលឿនដល់ថ្នាក់ហ្នឹងតួប្រុសថាអីទេរឿងតូចតាចតែប៉ុណ្ណឹងឯងហើយតួឯកស្រីរបស់យើងបានប្រាប់ថាគាត់បានរៀបចំអាហារពេលព្រឹកឲ្យតួប្រុសឃើញឡើងផាំងហ្មងតាមមុខគាត់អញ្ចឹងមិនមែនខ្ចីតួឯកស្រីរបស់យើងគូរូបបែបហ្នឹងហើយគាត់ក៏នឹកយល់ថាគាត់ខានញ៉ាំអាហារពេលព្រឹកយូរហើយព្រោះដោយសារតែនៅផ្ទះគាត់គឺអត់មានអារម្មណ៍ញ៉ាំទេគឺដូចដុំថ្មអញ្ចឹងគឺគ្មានការនិយាយស្ដីគ្មានអីអញ្ចឹងណាតួឯកស្រីរបស់យើងក៏សួរថាញ៉ាំអាហារពេលព្រឹកឬក៏អត់មើលគេធ្វើមុខឡើងកំសត់ហើយតួប្រុសរបស់យើងថាអត់អីទេគាត់នឹងញ៉ាំអាហារពេលព្រឹកហ្នឹងហើយដល់ពេលខាងស្រីថាអូខេហើយគេនឹងធ្វើកាហ្វេឲ្យតួឯកប្រុសយើងទៀតណាគេឡើងរំភើបហ្មងហើយតួឯកប្រុសថាអីទេគេធ្វើខ្លួនឯងបានតែគ្រូស្រីអត់ព្រមឯងគឺនៅតែចេះទៅធ្វើកាហ្វេឲ្យតួប្រុសយើងដដែលហ្នឹងតួឯកស្រីបន្ថែមទៀតថាតួប្រុសបានឲ្យអត្ថប្រយោជន៍មកគាត់ជាច្រើនហើយអញ្ចឹងគាត់គ្មានអីតបស្នងសងគុណតួឯកប្រុសយើងវិញទេមានតែជួយធ្វើម្ហូបនិងឆុងកាហ្វេឲ្យអញ្ចឹងណាហើយគាត់បន្ថែមទៀតថាមិត្តភក្តិគាត់ក៏ធ្វើការនៅក្រុមហ៊ុនតួប្រុសដែរហើយតួប្រុសប្រាប់ថាឈប់អត់មានយករឿងលោកឡំនៅក្នុងផ្ទះហ្នឹងទៅជជែកដើម្បីជួយមិត្តភក្តិគាត់ឲ្យជួយធ្វើការអីណាតែតួស្រីថាអត់ទេអត់មានរឿងហ្នឹងទេមិត្តភក្តិរបស់គាត់គឺប្រឡងចូលជាប់នៅធ្វើការហ្នឹងដោយសុចរិតតាមសមត្ថភាពរបស់គាត់ទេអញ្ចឹងតួប្រុសថាអញ្ចឹងអត់អីទេល្អហើយអញ្ចឹងគាត់សុំកាហ្វេហ្នឹងមកវិញមកគាត់ញ៉ាំកាហ្វេហើយតួឯកស្រីហ្នឹងក៏យកមកឲ្យហើយតួប្រុសយើងក៏បន្ថែមទៀតថាអត្ថប្រយោជន៍របស់តួឯកស្រីនឹងបានច្រើនជាងមិត្តភក្តិរបស់តួឯកស្រីទៀតអូយឲ្យអត់ឈប់ហ្មងប្រូតួស្រីរបស់យើងក៏ថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយអត់ចង់បានអីទៀតទេតែតួប្រុសថាគាត់ថាអត់គិតសម្រាប់តួប្រុសវិញគាត់ថាប៉ុណ្ណឹងគឺអត់គ្រប់គ្រាន់ទេអូយចង់ឲ្យប៉ុណ្ណាប្រុសឲ្យគេប៉ុណ្ណឹងហើយមិនគ្រប់ទៀតហើយតួប្រុសរបស់យើងពេលញ៉ាំអាហាររួចក៏បានជិះឡានមកធ្វើការរហូតដល់លេខាគេថាចុំតកែខ្ញុំថ្ងៃហ្នឹងស្រស់ស្រាយម្ល៉េះវ៉ៃថ្ងៃហ្នឹងហើយតួប្រុសរបស់យើងឆ្លើយថាដោយសារតែគេបានញ៉ាំអាហារពេលព្រឹកល្អៗហើយសួរទៅតាកុងឡានវិញបានញ៉ាំអត់គេថាគេអត់បានញ៉ាំទេគេភ្ញាក់តាំងពីម៉ោង5មានពេលណាញ៉ាំហើយតួប្រុសថាកុំមិនចង់ complain គេថាធ្វើការហត់នឿយមែនតែអូអត់ហ៊ានទេអូយទៅបាត់តាកុងឡាននឹងពូហ្នឹងហើយតួប្រុសរបស់យើងក៏គិតដែរគាត់ថាតាំងពីកូនស្វាជាមួយនឹងតួឯកស្រីមកគាត់មានអារម្មណ៍ថាគាត់រៀងប្រែប្រួលជាងមុនអត់ដូចពីមុនទេគាត់ថាគាត់មានចរិតដូចកូនក្មេងជាងអញ្ចឹងគាត់គិតថាគួរតែកំណត់ limit មួយដែលអត់សូវឲ្យទាក់ទងមួយតួឯកស្រីយើងកុំឲ្យចរិតគាត់ប្រែប្រួលអញ្ចឹងណាចំណែកតមកទៀតសាច់រឿងកាត់មកតួស្រីរបស់យើងគឺគាត់ចេញទៅក្រៅហើយជីហូនឹងមានហូគេថាបាយបាយម៉ាមីប៉ុន្តែម៉ាមីគេប្រាប់ថាកុំភ្លេចលេបថ្នាំផងណាហើយតួស្រីរបស់យើងដើរបដើគិតបដើគាត់ថាយូរដែរហើយខានដើរចេញមកក្រៅម្នាក់ឯងអញ្ចឹងមានអារម្មណ៍ថារំភើបម្យ៉ាងដែរប៉ុន្តែចិត្តនឹកគិតដល់តួប្រុសថាតួប្រុសភេទដែលធ្វើមុខមាំអញ្ចឹងគឺគួរឲ្យខ្លាចតែពេលខ្លះធ្វើមុខឡើងធម្មតាគួរឲ្យស្រឡាញ់តួឯកស្រីគិតមិនចូលឡើងយល់ថាអើយមិនផ្ដេសផ្ដាសអញ្ចឹងគិតទៅរឿងអីអញ្ចឹងគេវាយទៅហិចយើងគួរគិតរឿងស្នេហាគិតរឿងអីទេគួរតែគិតដល់កូនអីចឹងណាណីចឹងណាហើយសាច់រឿងរបស់យើងឈប់គិតពីតួស្រីមកដល់កម្មវិធីដែលតួប្រុសបានចូលរួមវិញហើយកម្មវិធីហ្នឹងគឺបងស្រីរបស់តួឯកស្រីយើងក៏ចូលរួមដែរនេះគេមកនេះសក់ក្បាលខុសគេហ្មងអ្នកទាំងអស់គ្នាដឹងទេថាគេមកធ្វើអីគេមកហ្នឹងមិនមែនមកចូលរួមកម្មវិធីធម្មតាទេគឺមករកទាក់កូនតកែក្រុមហ៊ុនហើយអ្នកទាំងអស់គ្នាដឹងកូនតកែក្រុមហ៊ុនណាគេគឺតួប្រុសយើងនឹងឯងគឺទៅមករកតាក់តួប្រុសនឹងឯងអ្នកណាគេថាមិនខ្វល់ទេសំខាន់តាក់បានកូនប្រុសតាក់បានតួឯកប្រុសរបស់យើងគឺសង្ហាមានឆ្លាតកូនពៅទៀតចាំកាលណាគេមិនចង់បាននេះគេឃើញតួឯកប្រុសរបស់យើងហើយក៏គេគិតក្នុងចិត្តថាអ្នកណាគេមិនស្គាល់កូនប្រុសតកែក្រុមហ៊ុនយ៉ុងសុងមួយទាំងមូលណែឃើញទេសង្ហាទេគេធ្វើបែបហ្នឹងហើយគេក៏កាន់កែវដើរសំដៅទៅរកតួប្រុសរបស់យើងអ្នកទាំងអស់គ្នាគិតថាទៅចាប់តួប្រុសរបស់យើងបានជោគជ័យអត់ណ
ហើយនៅកន្លែងជប់លៀងនឹងដែរមិនមែនតែបងស្រីរបស់តួឯកស្រីយើងទេដែលចាប់អារម្មណ៍មកក៏មានស្រីផ្សេងៗហ្នឹងចាប់អារម្មណ៍ដែរតែញ៉ែតួឯកប្រុសរបស់យើងដែរតែតួឯកប្រុសយើងបដិសេធហើយបងស្រីរបស់តួឯកស្រីរបស់យើងគឺគេឈរចាំមើលសិនណាគេទុកឱកាសរបស់គេថាមើលទៅមិនរួចផុតពីកណ្ដាប់ដៃរបស់គេគេថាតួឯកប្រុសនឹងជាថែបគេហ្មងគេនឹងទៅតាក់ទងតួឯកប្រុសយើងឲ្យបានគេឃើញឱកាសហើយនេះអញ្ចឹងគេក៏ចាប់ផ្ដើមដើរសំដៅទៅរកតួឯកប្រុសរបស់យើងហើយគេធ្វើពាន់ជើងដួលដើម្បីឲ្យតួឯកប្រុសចាប់ចឹងណាអ្នកទាំងអស់គ្នាខ្ញុំមើលកន្លែងហ្នឹងមិនសប្បាយសោះគេគិតថាគម្រោងគេជោគជ័យហើយមានណាដឹងអ្នកណាអ្នកចាប់អត់គេសប្បាយចិត្តគេណាដល់ពេលអ្នកចាប់មិនមែនតួឯកប្រុសយើងទេនេះឃើញអត់គឺអ្នកតាកុងឡានលេខាទេអ្នកចាប់ផ្នែកខាងស្លើហ្មងហើយលេខាក៏គាត់ថានាងមានកាត់អីអត់ហើយគេឆ្លើយឡើងលឿនថាអត់កាត់អីតែក្នុងយត្តខឹងហ្មងហេតុអីមិនមែនជាតួប្រុសរបស់យើងអ្នកចាប់ចឹងណាហើយតួប្រុសរបស់យើងក៏ឃើញក៏ដឹងដែរថាជាបងស្រីរបស់តួឯកស្រីរបស់យើងហើយក៏អឺតួឯកប្រុសក៏ដើរចេញទៅអត់មានខ្វល់ពីបងស្រីរបស់តួឯកស្រីរបស់យើងទេពេលដែលតួឯកប្រុសចេញផុតមានប្រុសម្នាក់មកចាប់ស្មារបស់គាត់ហ្នឹងហើយអ្នកអស់គ្នាដឹងហ្នឹងហើយសង្សារបច្ចុប្បន្នគេមើលមុខអូយឡើងបារោគាត់អត់ខ្វល់ទេធ្វើម៉េចក៏ដោយឲ្យតែបានលុយបានកិត្តិយសគឺស៊ីអត់គិតតែម្ដងហើយមានសង្សារប៉ុណ្ណឹងហើយនៅចង់តាក់តួឯកប្រុសទៀតណាហើយបងស្រីបងតួឯកស្រីរបស់យើងហ្នឹងគឺគាត់ចាប់ផ្ដើមតាក់ទងជាមួយនឹងតាហ្នឹងគឺដើម្បីប្រមូលព័ត៌មានគាត់ចង់ធ្វើការជាមួយនឹងតួឯកប្រុសឯងមានន័យថាតួឯកប្រុសរបស់យើងគឺបានវិនិយោគជាមួយនឹងក្រុមហ៊ុនហ្នឹងហើយថតរឿងថតអីតួប្រុសយើងអ្នកចាត់ចែងអីអញ្ចឹងណាហើយគេក៏សុំតាមអ្នកហ្នឹងឯងដើម្បីឲ្យគេបានចូលរួមផងហើយគេយល់ដែរថាគេចង់ធ្វើការងារហ្នឹងដើម្បីឲ្យបាននៅចិត្តប្រុសម្នាក់ហ្នឹងអីណាណីអីចឹងទៅអូមកជាស្ត្រីសុទ្ធសាធហើយតាហ្នឹងក៏យល់ព្រមត្រឡប់មកពេលចរចាមួយអីហើយគេក៏ត្រឡប់មកផ្ទះវិញជួបម៉ាក់របស់គេហើយម៉ាក់គេក៏សួរថាគម្រោងហ្នឹងមិនហើយជោគជ័យអត់អីអត់ចឹងណា Director នឹងយល់ព្រមអត់ហើយគេក៏ឆ្លើយថាគេជោគជ័យហើយគេនឹងទៅធ្វើដំណើរទៅបរទេសចឹងណាហើយម្ដាយនឹងក៏សុំទៅដែរហើយក៏ហៅម្ដាយថាគេអត់ឲ្យទៅទេគេទៅធ្វើការមិនមែនគេទៅដើរលេងទេកុំចង់ខ្ជះខ្ជាយចាយលុយអីច្រើនពេកហើយម៉ាក់របស់គេក៏ថាអូគេនឹកប្រទេសអេស្ប៉ាញចង់ទៅលេងអីចឹងណាហើយកូននឹងថាម៉េចចង់ទៅដើរលេងមានលុយទៅដើរលេងអីដែរកូនថាក៏គិតក៏មិនបានដែរហើយចាប់ផ្ដើមឆ្លោះគ្នាទៀតហើយកូននឹងក៏បន្ថែមទៀតថាគេទៅធ្វើការគេមិនមែនដើរលេងទេហើយយាយនឹងខឹងថាមិនឲ្យទៅក៏ស្រែកដាក់ហ្មងរកតែធ្វើការដើរលេងហ្នឹងហើយគ្មានពើមើលកូនទេហើយបងស្រីនឹងគឺបងស្រីរបស់តួឯកស្រីគឺខឹងហ្មងថាគាត់គ្មានកូនគ្មានអីទេគឺគ្មានអីពាក់ព័ន្ធជាមួយនឹងគាត់ទេក៏មករំលឹករឿងហ្នឹងគឺគាត់គ្មានកូនគ្មានចៅគ្មានអីគ្មាននរណាទាំងអស់គាត់អត់ចូលចិត្តពាក្យហ្នឹងទេហើយកុំលើករឿងហ្នឹងមកគាត់ដដែលខឹងនឹងម្ដាយមែនតើហ្មងឡើងក្តាប់ដៃគិតថាបើវាយបានគាត់ជាវាយហើយម្ដាយក៏ថាឲ្យកូនស្រីថាចិត្តជាចិត្តអាក្រក់មែនសូម្បីតែកូនខ្លួនឯងក៏អត់ខ្វល់ហើយកូននឹងក៏ថាម៉ែក៏ដូចតែគ្នានឹងទៅណាម៉ែកូននឹងដូចតែគ្នានឹងដែលកាត់ទៅណាស្លឹកឈើដែលជ្រុះឆ្ងាយពីគល់អីអូយគាត់ឃើញពីរនាក់ហ្នឹងគឺខ្នាញ់ហ្មងអត់ចង់និយាយជាមួយហើយកូនក៏បានផ្ដាំទៅម្ដាយទៀតថាឈប់លើកយករឿងមានឈប់យកជីហូរឿងជីហូហ្នឹងមកនិយាយទៀតគឺគាត់អត់ចង់ឲ្យបែកធ្លាយព័ត៌មានអីផ្ដេសផ្ដាសញ៉ៃញ៉ៃទេគេកំពុងតែឡើងកូនផងកុំខ្វល់ពីរឿងកូននឹងទៀតឲ្យតួឯកស្រីយើងនឹងមើលថែមើលអីទៅថាហើយកូននឹងក៏ដើរចេញទៅបាត់ទៅអូយម៉ែកូនគេនេះគិតតែរឿងលុយហ្មងបន្ទាប់ពីជួបគ្នាមួយម្ដាយហើយបងស្រីរបស់តួឯកស្រីរបស់យើងក៏បានចូលទៅបន្ទប់ហើយនឹកឃើញរឿងដែលចាប់ផ្ដើមឡើងនោះគឺយកខ្លួននឹងទៅដូរដើម្បីធ្វើជាតារាអញ្ចឹងណាបន្ទាប់មកក៏មានកូនមានជីហូហ្នឹងឯងហើយគាត់ថាគាត់លេបថ្នាំដែរប៉ុន្តែមិនក៏វាភ្លាត់ស្នៀតនៅមានកូនអញ្ចឹងណាហើយកូនហ្នឹងក៏ត្រូវធំដែរហើយអញ្ចឹងយកចេញអត់កើតមានសម្រេចទុកតែបង្កើតចេញមកហើយប៉ែតគេខំរៀបរាប់កូនដៃជើងគ្រប់ស្អាតទលន់ណាណីអញ្ចឹងណាតែម្ដាយនឹងមានណាថាគាត់អត់ចង់ខ្លាចទៅជាម្ដាយទេទៅពេលហ្នឹងគាត់គិតមកវិញបែកមកត្រឡប់មកវិញគាត់ថាគាត់នឹងឈប់ខ្វល់ពីរឿងហ្នឹងទៀតហើយគាត់មិនមែនជាម្ដាយរបស់ជីហូទេនឹងជីហូគឺជាកូនរបស់តួឯកស្រីគាត់អត់ខ្វល់អត់គិតពីរឿងហ្នឹងអីទាំងអស់អូខេសាច់រឿងយើងស្ដាប់ត្រឹមប៉ុណ្្នឹងសិនជួបគ្នានៅវគ្គក្រោយបាយបាយជុំភ្លេច like ជាមួយនឹង subscribe ផងបាយបាយ